ជំរាបសួរបងប្អូនទាំងអស់គ្នារាត្រីនេះខ្ញុំនឹងអានអត្ថបទមួយដែលមានចំណងជើងថាពិបាកបំផុតគឺទ្រាំនឹងការអត់ទ្រាំចាបងប្អូនចាតើអត្ថបទនោះមានអត្ថន័យយ៉ាងណាយើងតាមដានទាំងអស់គ្នាជាមួយខ្ញុំចាបើយើងបោះបង់ចោលការឡើងភ្នំដោយសារតែផ្លូវលំបាកនោះយើងនឹងគ្មានថ្ងៃបានឈរលើកំពូលភ្នំដើម្បីសម្លឹងមើលមកក្រោមឡើយចាយើងថែមទាំងមិនអាចទ្រាំស្រមៃបានថារូបភាពដែលយើងមើលទៅពីលើកំពូលភ្នំវាស្រស់ស្អាតប៉ុណ្ណាចាបងប្អូនមានពេលខ្លះស្ថានភាពនៃរឿងរ៉ាវមួយចំនួនដែលកើតឡើងកាលពីម្សិលមិញវានៅតែមិនទាន់បានប្រសើរឡើងពិតមែននៅក្នុងថ្ងៃនេះចាថ្ងៃនេះមានអារម្មណ៍មិនល្អនិងស្មុគស្មាញដោយសារតែគិតរឿងដែលកន្លងផុតទៅតាំងពីម្សិលមិញនៅតែស្ថិតនៅជានិច្ចនៅក្នុងចិត្តយើងហើយថ្ងៃស្អែកវាអាចនឹងធ្វើឲ្យយើងមានអារម្មណ៍កាន់តែអាក្រក់និងពិបាកទ្រាំជាងនេះទៅទៀតក៏ថាបានដែរចាប៉ុន្តែយើងធ្លាប់គិតទេថ្ងៃខាងស្អែកអាចជាថ្ងៃមួយដែលនឹងក្លាយជាមនុស្សម្នាក់រឹងមាំជាងនេះព្រោះយើងបានរៀនសូត្រយ៉ាងច្រើនពីមេរៀនកាលពីម្សិលនិងថ្ងៃនេះចាមនុស្សជាច្រើនប្រហែលបោះបង់ចោលការអត់ទ្រាំចំពោះស្ថានភាពលំបាកនៅថ្ងៃល្ងាចថ្ងៃស្អែកនោះក៏ព្រោះតែគេមិនអាចតស៊ូអត់ធ្មត់នឹងអារម្មណ៍មិនល្អបានតទៅទៀតចារឿងដែលពិបាកទ្រាំបំផុតគឺទ្រាំជាមួយនឹងការអត់ទ្រាំចំពោះរឿងដែលមិនគួរអត់ទ្រាំចាការរងចាំឲ្យពេលវេលាកន្លងផុតទៅវានឹងយូរជាងធម្មតាប៉ុន្តែកុំគ្រាន់តែរងចាំដោយឥតប្រយោជន៍សូមធ្វើអ្វីម្យ៉ាងដែលមានប្រយោជន៍ចំពោះខ្លួនឯងផងដែរចារៀនរស់នៅជាមួយនឹងស្ថានភាពរបស់យើងហើយរៀនឆ្លងកាត់វាឲ្យបានព្រោះមានមនុស្សជាច្រើនផ្សេងទៀតកំពុងតែទ្រាំរស់នៅយ៉ាងលំបាកជាមួយនឹងស្ថានភាពដ៏អាក្រក់របស់គេដូចគ្នាដែរសូមដោះស្រាយបញ្ហាណាដែលយើងអាចដោះស្រាយបាននិងសម្របខ្លួនជាមួយនឹងបញ្ហាណាដែលយើងមិនទាន់អាចដោះស្រាយបានតែប៉ុណ្ណឹងសិនទៅចាវាមិនមែនមានតែយើងទេដែលលំបាកទ្រាំជាមួយនឹងបញ្ហានិងមានមនុស្សជាច្រើនផ្សេងទៀតដែលគេកំពុងតែទ្រាំដូចយើងដែរហើយពេលខ្លះស្ថានភាពនិងបញ្ហារបស់គេនោះវាអាក្រក់ជាងបញ្ហារបស់យើងទៀតផងក៏ថាបានមនុស្សយើងទោះជាមានជីវិតរស់នៅ20ឆ្នាំឬ30ឆ្នាំដូចគ្នាក៏មិនមានន័យថាធ្លាប់ឆ្លងកាត់រឿងរ៉ាវដូចគ្នាឡើយប៉ុន្តែគ្រប់គ្នាសុទ្ធតែបានប្រឹងប្រែងរស់នៅនិងគ្រប់គ្រងស្ថានភាពរបស់ខ្លួនឯងដែលពេលខ្លះវាជាការពុះពៀយ៉ាងស្ងៀមស្ងាត់ម្នាក់ឯងចាទោះជាពិបាកទ្រាំយ៉ាងណាក៏ដោយក៏យើងនៅតែមិនអាចបោះបង់ចោលខ្លួនឯងដោយមិនរវល់អ្វីសោះនោះដែរថ្ងៃនេះយើងបានធ្វើវាហើយទោះជាលទ្ធផលវាមិនល្អដោយការចង់បានរបស់យើងមែនប៉ុន្តែយ៉ាងហោចណាស់យើងបានដឹងថាយើងត្រូវព្យាយាមច្រើនប៉ុណ្ណាទៀតដើម្បីឲ្យសម្រេចដល់គោលដៅដែលបានកំណត់ទុកចាជីវិតរស់នៅត្រូវមានគោលដៅប្រើយ៉ាងអន់បំផុតក៏យើងគួរតែមានគោលដៅមួយដើម្បីរស់នៅក្នុងជីវិតមួយដ៏រីករាយដែរជីវិតរីករាយគឺជាគោលដៅមួយរបស់មនុស្សគ្រប់រូបទៅហើយនរណាក៏ប្រាថ្នាចង់បានសុភមង្គលនិងជីវិតមួយដ៏រីករាយដែរពីព្រោះបើមិនដូច្នោះទេមិនដេចបានជាមនុស្សកើតទុកពេលណាដែលជីវិតបាត់បង់ភាពរីករាយកាលណាយើងបានបង្កើតគោលដៅសម្រាប់ជីវិតបើទោះជាវាតូចតាចក៏ដោយក៏នៅតែប្រសើរជាងការរស់នៅដោយមិនបានស្គាល់ថាអ្វីជាគោលដៅក្នុងជីវិតនឹងរស់នៅរាល់ថ្ងៃចា៎គោលដៅសំខាន់ប៉ុន្តែអ្វីដែលសំខាន់ជាងគោលដៅទៀតគឺការរៀនសូត្រពីដំណាក់កាលនីមួយមុននឹងយើង
ទៅដល់ចាប្រៀបដូចជាការឡើងភ្នំជាដើមវាមិនសំខាន់ទេថាពេលណាយើងទៅដល់ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងរីករាយជាមួយនឹងការធ្វើដំណើរតាមផ្លូវរីករាយជាមួយនឹងទេសភាពនិងរឿងរ៉ាវដែលយើងបានឆ្លងកាត់មកនោះឯងជាអ្វីដែលមានន័យបំផុតសម្រាប់ដំណើរឆ្ពោះទៅកាន់គោលដៅជីវិតចាបងប្អូនទាំងអស់គ្នាអត្ថបទនេះបានបញ្ចប់ទៅហើយចាដែលអត្ថបទនេះគឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធខ្សែហត្ថដែលនឹងខ្ញុំដកស្រង់ចេញពីសៀវភៅវិញ្ញាសាជីវិតចាអត្ថបទទាំងនេះមានអត្ថន័យយ៉ាងណាដែរបងប្អូនចានិងអ្នកខ្ញុំក៏សំខាន់តែអភ័យទោសរាល់កំហុសខុសឆ្គងទាំងប្រមាណចាសូមអរគុណសូមជម្រាបលារាត្រីសួស្តី